ពិតជាគួរឲ្យសោកស្ដាយមែនទែនបងប្អូនអើយពលករខ្មែរយើងដែលធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតហើយដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយសារតែសម្ពាធផ្លូវចិត្តបញ្ហាផ្លូវចិត្តចឹងណាបងប្អូនទាំងអស់គ្នាវិបត្តិផ្លូវចិត្តនេះគឺសំខាន់ខ្លាំងណាស់បងប្អូនអើយហ្នឹងហើយសូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផងហ្នឹងហើយអញ្ចឹងបងប្អូនយើងទាំងអស់គ្នាត្រូវថែរក្សាផ្លូវចិត្តឲ្យបានល្អជាពិសេសបងប្អូនដែលឡើងមកធ្វើការនៅប្រទេសកូរ៉េក្រោយៗនេះណាគឺយើងមកធ្វើការយើងបានប្រាក់ខែគឺយើងបែងចែកឲ្យច្បាស់លាស់បងប្អូនឧទាហរណ៍ថាយើងបានមួយខែ1500អញ្ចឹងយើងត្រូវដាក់គោលដៅយើងត្រូវផ្ញើទៅផ្ទះប្រមាណយើងទុកចាយប្រមាណឧទាហរណ៍ថា1500កាត់ហើយអស់យើងផ្ញើទៅផ្ទះ1000យើងទុកលុយនៅខ្លួនដើម្បីចាយវាឲ្យខ្លាំងអញ្ចឹងណាបងប្អូនណាហ្នឹងហើយឧទាហរណ៍ថាខែក្រោយយើងបើកបានលើស1000ក៏ត្រូវយើងត្រូវតែផ្ញើតែ1000ដែរសល់ប្រមាណយើងទុកចាយអ្វីដែលយើងស្រឡាញ់អ្វីដែលយើងចង់បានយើងទិញប្រើប្រាស់ទៅហ្នឹងហើយកុំឲ្យសម្ពាធផ្លូវចិត្តហ្នឹងវាកើតឡើងស្មុគស្មាញច្រើនពេកណាបងប្អូនណាថែរក្សាផ្លូវចិត្តទាំងអស់គ្នាហើយរឿងមួយទៀតអ្នកផ្ទះក៏អញ្ចឹងដែរបងប្អូនពេលបើកប្រាក់ខែមកពេលខ្លះអ្នកកូរ៉េនៅស្ទាបស្ទង់ឲ្យរឿងលុយចោះលុយឡើងអញ្ចឹងណាពេលខ្លះយើងលុយឡើងខ្លាំងយើងមិនអាចផ្ញើទៅបានដោយសារតែវាខាតច្រើនចាំលុយចុះអញ្ចឹងណាបើសិនជាយើងមិនចាំបាច់ត្រូវបង់ធនាគារមិនចាំបាច់សងគេយើងអត់ជាពាក់គេទេយើងអូសបន្លាយពេលវេលាខ្លះទៅដើម្បីឲ្យពេលខ្លះលុយវាចុះអញ្ចឹងទៅយើងផ្ញើទៅដើម្បីចំណេញខ្លះអញ្ចឹងទៅបើលុយឡើងខ្លាំងអញ្ចឹងទៅយើងចេះតែផ្ញើទៅវាអត់សូវចំណេញអញ្ចឹងណាហើយបើសិនជាយើងត្រូវតែសងគេអាហ្នឹងយើងត្រូវតែផ្ញើហ្នឹងហើយ